គ្រប់តែគ្នាហ្នឹងតែតើអ្នកមានបុណ្យឯណាក្នុងលោកដែលឥតមានវិបាករបស់កម្មសោះនោះបាលព្រះដ៏មានពុទ្ធិព្រះអង្គចេះគ្រប់រឿងដឹងគ្រប់រឿងសម្រេចបានគ្រប់រឿងតាមពុទ្ធបំណងនៅតែព្រះអង្គមានវិបាករបស់កម្មលោកទាំងឡាយចេះតែមិនសុខចិត្តរឿងនេះចេះតែមិនសុខចិត្តរឿងនោះហើយចេះតែទាញឲ្យខ្ញុំកណាខ្ញុំមិនសុខចិត្តតាមដែរបើកាលដែលលោកទាំងឡាយមិនសុខចិត្តរឿងយ៉ាងនេះហើយមិនសុខចិត្តរឿងយ៉ាងនោះទាញខ្ញុំឲ្យមិនសុខចិត្តតាមដែរមិនខុសពីខ្ញុំកណាខ្ញុំទៅមិនសុខចិត្តរឿងថាមិនបានចាញ់ចាលធ្វើដាក់ព្រះអញ្ចឹងមិនក៏ព្រះមុគលានជាអគ្គសាវកកម្ពូលលើភិក្ខុទាំងឡាយហើយមិនក៏ត្រូវចោលកាប់សម្លាប់អញ្ចឹងមិនក៏ទេវទត្តកើតតនព្រះដ៏មានពុទ្ធិហើយមិនក៏ទេវទត្តទៅអវជ័យនរកអញ្ចឹងបើលោកទាំងឡាយទាញឲ្យខ្ញុំកណាមិនសុខចិត្តគ្រប់តែរឿងអញ្ចឹងគឺថាដោយឲ្យខ្ញុំកណាខ្ញុំមិនសុខចិត្តរឿងនឹងទាំងអស់គ្នាអញ្ចឹងដែរលើលោកនឹងអត់មានហេតុអីទេគឺអញ្ចឹងឯងនរណាដឹងជាងព្រះទៀតនោះនរណាចេះជាងព្រះទៅទៀតនោះប៉ុន្តែហេតុអីពេលព្រះដ៏មានពភាកព្រះអង្គបញ្ឈួនហេតុអីក៏ព្រះអង្គប្រើអាជីវកម្មរភ័យឲ្យផ្សំថ្នាំថ្វាយព្រោះថាកិច្ចជាគ្រូពេទ្យនេះមិនមែនជាកិច្ចរបស់ព្រះដ៏មានពភាកទេពេលដែលញាតិទាំងពីរត្រកូលឆ្លោះគ្នាត្រូវធ្វើចម្បាំងដណ្ដើមទឹកស្ទឹងអ្នកណាមានអានុភាពជាងពុទ្ធានុភាពទៀតនោះហេតុដោយបណ្ឌិតទើបព្រះអង្គមិនខាត់មិនរារាំងនៅប្រញាតវង្សទាំងពីរត្រកូលនោះកុំឲ្យធ្វើសង្គ្រាមទៅព្រះបាទទុនពិសាជាបុត្ររបស់ព្រះអង្គព្រោះទ្រង់ជាសោតាបណ្ណបុគ្គលទៅហើយហេតុដោយបណ្ឌិតមិនក៏ព្រះអង្គមិនទៅរារាំងប្របាទអាជាសត្រូវកុំឲ្យធ្វើឃាតបិតាទៅព្រះមុគលានជាបុត្ររបស់ព្រះអង្គម្ដេចក៏ព្រះអង្គមិនទៅសង្គ្រោះព្រះមុគលានកុំឲ្យចោលទាំង500នោះកាប់សម្លាប់ទៅរឿងទាំងឡាយមិនមែនជាកិច្ចរបស់ព្រះដែលមានពុទ្ធិទេរឿងទាំងឡាយកើតឡើងមកវិចិត្រមកដោយកម្មជាទីយាតមកបាត់ទៅហើយរឿងទាំងឡាយមានហេតុដែលអាចកើតបាននិងមានហេតុដែលមិនអាចកើតឡើងបានរឿងដែលមិនមែនជាហេតុកើតឡើងមាន4យ៉ាងទី1គឺស្ត្រីមិនអាចជាព្រះពុទ្ធមិនអាចជាព្រះជ័យកពុទ្ធបានឡើយហេតុមិនអាចទី2គឺស្ត្រីមិនអាចកើតជាស្ដេចចក្រពត្តិបានឡើយមិនមែនថាស្រីនឹងមិនអាចកើតទេណាប៉ុន្តែជាតិជាស្រីតែបើស្ត្រីសន្សំបារមីទៅបដូរជាតិជាប្រុសទៅបានដូចគ្នាប៉ុន្តែក្នុងជាតិស្ថិតជាស្ត្រីនេះទី1មិនអាចបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនិងព្រះជ័យកពុទ្ធបានឡើយទី2គឺជាតិជាស្ត្រីនេះ
មិនអាចក្រងសម្បត្តិជាស្ដេចចក្របានឡើយក្នុងកំណើតខ្លួនជាស្ត្រីទី3មិនអាចមានព្រះពុទ្ធត្រាស់ដំណើរគ្នាក្នុងផែនដីតែមួយបានឡើយទី4ជាតិជាស្ត្រីមិនអាចជាសកទេវរាជបានឡើយមិនអាចជាព្រំបានឡើយហេតុមិនអាច4យ៉ាងនេះជារឿងដែលមិនអាចក្រៅពីនោះរឿងអីក៏អាចដែរស្ត្រីចង់សន្សំបារមីជាសម្មាសម្ពោធិញ្ញាណក៏បានស្ត្រីចង់សន្សំបារមីជាព្រះជ័យកពុទ្ធក៏បានចង់សន្សំបារមីជាស្ដេចចក្រពត្តិក៏បានដែរប៉ុន្តែក្នុងជាតិយើងជាស្ត្រីនេះមិនអាចទេយើងថាអញ្ចឹងខុស gender ហើយប៉ុន្តែការវិចិត្ររបស់កម្មអត់យកតាម gender មកវិចិត្រទេគ្មានតឡាកាយណាសក្រិតយុត្តិធម៌ជាងវិបាករបស់កម្មនឹងទៀតទេហ្នឹងគឺថាយើងទាំងអស់គ្នាក៏បីគិតអញ្ចឹងលោកទាំងឡាយមកនេះទី1ព្រោះចង់ធ្វើបុណ្យផងទី1ព្រោះចង់ឃើញខ្ញុំកណាផងដែលឮថាចិត្តចូលប្រសាទៅមិនបានឃើញទី3មកប្រាថ្នាវត្ថុផ្សេងទាំងឡាយផងចឹងខ្ញុំកណាខ្ញុំប្រគេននឹងជូនទៅបកដាគុណម្ចាស់ញាតិញោមប៉ុណ្ណឹងទៅចោះហើយសូមឲ្យលោកទាំងឡាយត្រូវរស់នៅដោយឧបាយដ៏វិសេសគឺធ្វើម៉េចគិតគូរពីខ្លួនឯងជាជាងគិតគូរពីអ្នកដទៃតារាបណាខ្លួនយើងមិនទាន់បានតាំងនៅក្នុងមិត្តសព្រហ្មចារីទេគឺខ្លួនយើងនៅតែមិនទាន់មានទីពឹងអញ្ចឹងកាលណាយើងមិនទាន់ជាក់ច្បាស់ក្នុងគុណប្រត្រៃរតន៍ទេយើងនៅតែមិនទាន់មានទីពឹងអញ្ចឹងហើយ